ឲ្យច្រឡំដូចខ្ញុំគិតថាខ្ញុំជិះពីខ្មែរយើងទៅឆឹងទូនឹងជា international transfer ដែលសារវាមាន direct flight តាមពិតមិនមែនទេវាជា domestic transfer អញ្ចឹងរបៀបបដូរជើងយន្តហោះនៅក្នុងប្រទេសតែមួយគេធ្វើមិនអញ្ចឹងមើលវីដេអូហ្នឹងហើយជាតែអញ្ចឹងដែលសារខ្ញុំហោះពីខ្មែរយើង KTI ហ្នឹងទៅកួងជើហើយដូរពីកួងជើទៅឆឹងទូអញ្ចឹងជាការបដូរជើងយន្តហោះនៅក្នុងប្រទេសចិនតែមួយអញ្ចឹងគេហៅ domestic flight កុំឲ្យច្រឡំដូចខ្ញុំអញ្ចឹងជាយន្តហោះបានកដោមួយសាក់ទោះគ្រាប់បែកឧស្ម័នធម្មជាតិនៅលើយន្តហោះខ្ទប់លន់បាក់លន់តំជួវិញខ្ញុំមិនដែរជាយន្តហោះប៉ះចំគេផោមនៅមុខហ្នឹងនេះខ្ញុំមកដល់កួងជើឯងអូយអាគារគេឡើងញ៉េះហ្មងខ្ញុំធ្លាប់មកកួងជើនឹងយូរប្រហែលជាង10ឆ្នាំមុនឥឡូវខ្ញុំតែមកម្ដងកាលមកលោកមុននឹងទួយពេកអញ្ចឹងអត់ដឹងអីទេអញ្ចឹងលើកនេះមកធំហើយយើងអាចធ្វើអីខ្លួនឯងបានអញ្ចឹងទី1យើងត្រូវតែបំពេញ e-arrival card នៅចិនឥឡូវឡើងប្រើกระดาษឲ្យយើងប្រើបំពេញ e-arrival card ដូចយើងទៅសិង្ហបុរីអញ្ចឹងយើងអាចបំពេញមុន3ថ្ងៃក៏បានឬក៏ថ្ងៃយើងហោះហើរហ្នឹងបំពេញក៏បានពងត្មងជួក៏អាចបំពេញបានដែរមាន QR code គេឲ្យ scan អញ្ចឹងណាអញ្ចឹងយើងចូលទៅដល់យើងត្រូវចាំយើងត្រូវ home immigration ពីព្រោះខ្ញុំ domestic flight មុនដំបូងខ្ញុំគិតថាខ្ញុំ transfer ជា international transfer តែពិតអត់ទេយើង domestic flight ដែលសារយើងដូរជើងនៅក្នុងប្រទេសចិនតែមួយទេអញ្ចឹងយើងវាយ passport ហើយយើងរកពាក្យ domestic transfer អញ្ចឹងយើងទៅតាមផ្លាកហ្នឹងទៅហើយយើងមានអាក្តារហ្នឹងដែលខ្ញុំធ្លាប់បានបង្ហាញរបៀបមើលជើងហោះហើរយើងទៅ gate លេខម៉ានអញ្ចឹងយើងមើលហើយយើងដឹងនេះរឿងចាំកន្លែង custom clearance នៅកួងជើពិបាកមួយក្នុងការ transfer គឺត្រូវចាំអាវ៉ាន់ដែលយើង check in ហ្នឹងវ៉ាលីដែលយើង check in ឆ្លងកាត់កយគេសិនយើងអត់ទៅយកវ៉ាលីប៉ុន្តែគេត្រូវឲ្យមន្ត្រីកយគេ check នៅក្នុងម៉ាស៊ីនគេនៅខាងក្នុងយន្តហោះហ្នឹងដើម្បីថាយើងអាចយកវ៉ាលីនឹងចេញបានតែខ្ញុំចាំយូរឡើងចិត្តហោះយន្តហោះមួយទៀតបានវាបើក gate ឲ្យយើងទៅនឹងឲ្យរៀងស្លន់ស្លោកកន្លែងហ្នឹងជាងគេពេលទៅកួងជើរៀងពិបាកមែនតើតោះយើងអាសាសួរគេថាយើងអាចចូលបាននៅដល់ពេលយើងចូលទៅយើងមើលទៅតាម gate ដែលសារខ្ញុំកាត់ gate ខ្ញុំ262អញ្ចឹងខ្ញុំដើររលេខ262ទៅយើងទៅតាមសញ្ញាព្រួយហ្នឹងអញ្ចឹងអត់អីពិបាកទេទៅប្រទេសណាក៏ដូចប្រទេសណាដែរយើងដើរមើលផ្លាកសញ្ញាយើងត្រូវទៅណាទៅនងហើយបើយើងអត់ច្បាស់យើងសួរគេមានកន្លែងគេសួរផ្ដល់យោបល់យើងច្រើនណាស់អញ្ចឹងខ្ញុំដើរទៅតាមហ្នឹងនៅពលានកួងជើធំណាស់ហើយមានអីទិញច្រើនណាស់ខ្វះតែលុយទេខ្ញុំអត់មានលុយទិញទេហើយខ្ញុំហោះហ្នឹងថ្ងៃរៀបលិចស្អាតមែនតើហ្មងឡើងពលានយន្តហោះឡើង golden ហ្មងអញ្ចឹងខ្ញុំបានឡើងយើងយន្តហោះតពីកួងជើទៅឆឹងទូឥឡូវយើងមកដល់ឆឹងទូហើយមកដល់អាកាសធាតុគេត្រជាក់តែយើងនៅក្នុងពលានយន្តហោះយើងអត់តនឹងត្រជាក់ទេតែចុះពីយន្តហោះភ្លាមរកកតុបទឹកមុនគេនេះយើងមកដល់ក្រៅហើយយើង check អាកាសធាតុត្រជាក់បូករួមនឹងផ្សែងបារីឡើងអាប់តែអាកាសធាតុត្រជាក់អញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបាយបាយ